ស្អីទាំងអស់នេះចឹងវីដេអូទី3យើងមកនិយាយគ្នាអំពីរបៀបនៃការ remove ទៅលើ background របស់យើងចឹងនៅក្នុងកម្មវិធី Adobe Photoshop version 2020ដល់2025មាន feature មួយដែលអ្នកនរគ្នាអាចនឹងដែលបានចំណាំឬក៏អ្នកនរគ្នាអាចនឹងមិនទាន់បានដឹងអញ្ចឹងយើងចូលទៅរបៀបនៃការ remove វាដោយយើងគ្រាន់តែចុច one click ទេវានឹង remove background ហ្នឹងចេញឲ្យយើងហើយស្អាតទៀតខ្ញុំធានាតោះអញ្ចឹងអ្នកនរគ្នាចូលក្នុងមេរៀនទី3ហើយធ្វើការទាញយកទៅលើរូបភាពរបស់យើងហើយធ្វើការ open វាជាមួយនឹងកម្មវិធី Photoshop អូខេអញ្ចឹងខ្ញុំមានរូបភាពរបស់យើងមេរៀនទី3ខ្ញុំ open វាជាមួយកម្មវិធី Photoshop អញ្ចឹងពេលដែលអ្នកនរគ្នាធ្វើការបើកទៅរូបភាពរបស់យើងចូលក្នុងកម្មវិធី Photoshop យើងនឹងឃើញទម្រង់បែបនេះហើយអ្នកនរគ្នាមើលត្រង់កន្លែងនេះមាន layer មាន property អញ្ចឹងបើសិនជាអ្នកនរគ្នាអត់មាន property ទេអ្នកនរគ្នាអាចចុចត្រង់កន្លែង window ហើយយើងរកពាក្យថា property យើងคลิกទៅហើយយើងនឹងឃើញមាន property នៅខាងស្ដាប់ដៃហ្នឹងហើយណាអញ្ចឹងនៅកន្លែងនេះអត់មានពាក្យថាលុបទេអត់មានពាក្យថា remove background ទេអញ្ចឹងដើម្បីឲ្យយើងធ្វើការ remove background បានយើងធ្វើការដោះ lock សហ្នឹងសិនអញ្ចឹងយើងចុចត្រង់កន្លែងសមួយនេះយើងចុចទៅយើងនឹងឃើញមានពាក្យថា remove background អញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចលើពាក្យថា remove background អញ្ចឹងកម្មវិធី Photoshop វានឹងធ្វើការកាត់ទៅលើ background របស់យើងឃើញទេនេះអញ្ចឹងវាធ្វើការកាត់បានគួរសមស្អាតដែលអ្នកនរគ្នាអាចយកបានបើសិនជារូបភាពរបស់អ្នកទាំងអស់គ្នាហ្នឹងគឺរូបភាពនៃថារូបភាពរបស់ subject របស់យើងរូបភាពកែវកាហ្វេហ្នឹងហើយរូបភាព background វាអត់សូវជាដូចគ្នាកន្លែងនេះខ្ញុំចង់ mention មួយដែរបើសិនជារូបភាព background ហ្នឹងពណ៌សហើយកែវកាហ្វេយើងពណ៌សវាអាចនឹងពិបាកក្នុងការកាត់ដែរtrongកន្លែងហ្នឹងអញ្ចឹងអ្នកនរគ្នាអាចធ្វើការកាត់ដោយមើលទៅលើរូបភាពជាក់ស្ដែងអញ្ចឹងនៅក្នុងមេរៀននេះមានប៉ុណ្្នឹងឯងអរគុណជម្រាបលា